នៅចិននេះមួយខ្ញុំទៅសាររឿងភូមិបុរាណចិនណាគេប្រកាសរៀបចំដាក់ភ្លើងដាក់អីចេញមកឡើងស្អាតហ្មងណាអញ្ចឹងដំណើរកម្សាន្តលើកនេះគឺយើងបានទៅលីជាងខេត្តអ៊ីណានក្នុងប្រទេសចិនតែមុននឹងចូលដល់វីដេអូកុំភ្លេចចុច follow page ចំណត explore ផងណាព្រោះយើងនឹងធ្វើ giveaway ឲ្យ top fan ឥឡូវនេះគឺខ្ញុំបានមកដល់ភូមិបុរាណដែលមានឈ្មោះថាលីជាង Asian Town ហើយភូមិបុរាណលីជាងនេះធំហើយគេរៀបចំបានស្អាតមែនតើខ្ញុំទៅនេះតាមមួយថ្ងៃទៀតចូលឆ្នាំចិនផងអញ្ចឹងឡើង feel ថាទៅដល់ហ្នឹងគឺ Chinese New Year ហ្មងណាអញ្ចឹងមនុស្សដើរលេងក៏ច្រើនហើយរបស់ញ៉ាំហត់តែច្រើនទៀតខ្ញុំទៅ Old Town នេះថារកអីញ៉ាំផងដើរលេងផងតែពងតដើរនឹងចាប់ផ្ដើមចុកពោះឈឺកាពះបដ ாய் ចេះសំណាងអីខ្ញុំតែងតែមានថ្នាំពេនេះចូលកាបូបជានិច្ចអញ្ចឹងគ្រាន់តែមានអារម្មណ៍ថាឈឺកាពះភ្លាមហើយថ្នាំពេមកកញ្ចប់មកញ៉ាំមកមានអារម្មណ៍ថាធូរស្រាលហើយថ្នាំកាពះអសរពេនេះអាចជួយព្យាបាលអាការៈឈឺកាពះ4យ៉ាងគឺប្រឆាំងនិងបន្ថយអាស៊ីតក្នុងក្រពះរលាកក្រពះឈឺផ្សានិងរលាកបំពង់រំលាយអាហារញ៉ាំថ្នាំកាពះអសរពេហើយ10នាទីក្រោយគឺមានអារម្មណ៍ថាធូរស្រាលហើយខ្ញុំក៏អាចបន្តដើររកមើលអីញ៉ាំនៅក្នុង Old Town នឹងដូចគ្នាដែរហើយនេះបំណងធំបំផុតនៅពេលដែលខ្ញុំមកដល់ចិនហ្នឹងគឺខ្ញុំចង់ញ៉ាំអាសាច់អាំងចង្កាក់វែងនេះអូយមកចង្កាក់ហ្នឹងគឺឡើងវែងចង់1ម៉ែត្រហ្មងណាហើយមកចង្កាក់ហ្នឹង25យួនចូលចិត្ត5រៀលដែរហ្នឹងអស់ពីសាច់ចង្កាក់អាំងហ្នឹងឥឡូវនេះមកញ៉ាំមួយមុខទៀតអានេះខ្ញុំដើរមកឃើញតំណងផ្លែក៏ផ្សិតហើយគេដាក់ពងក្រួយពីលើហ្នឹងហើយពីដុំនេះ5-10យួនប្រហែលជា10000រៀលឥឡូវខ្ញុំហៅអានឹងថាផ្សិតពងក្រួយហ្មងណាអញ្ចឹងផ្សិតពងក្រួយនេះក៏គេហូរគ្រឿងសាច់អាំងពីលើហ្នឹងដែរអញ្ចឹងរសជាតិវាក៏ស្តៀងជាមួយនឹងសាច់គោអាំងដែលគេហូរគ្រឿងចិននឹងដូចគ្នាអានេះម្ហូបទី3ដែលខ្ញុំសាកគឺប្រភេទដូចកាឡានអញ្ចឹងណាតែឃើញគេដេកគាស់រៀងតំណងអញ្ចឹងក៏សាកទិញញ៉ាំទៅនេះបងប្អូនមើលតំណងមែនអត់គេជ្រៀកអាស័យហ្នឹងឲ្យចេញ3ស្រទាប់ដែលយើងអាចស្រួលដួសញ៉ាំហើយគេដោតឲ្យកង្កោកហ្នឹងពីមុខមើលទៅឡើងតំណងដូចកង្កោកនឹងបើកស្លាបអញ្ចឹងចុងក្រោយគេនេះកន្លែងពូនេះគាត់មានមឹកអាំងគ្រឿងសមុទ្រអាំងច្រើនជាពិសេសដៃមឹកហ្នឹងមើលទៅឡើងតំណងមែនតើហើយចង្កាក់ធំវែងអញ្ចឹងទៀតអញ្ចឹងខ្ញុំក៏បានសាកទិញញ៉ាំមកចង្កាក់ទៅអូយឆ្ងាញ់របស់គាត់ណាមឹកអាំងមកចង្កាក់នេះ25យួនដូចគ្នាអញ្ចឹងវាចូលចិត្ត5រៀលដែរមកចង្កាក់ហ្នឹងចុងក្រោយនេះអរគុណដល់ថ្នាំកាពះពេដែលជួយឲ្យខ្ញុំបាត់បញ្ហាឈឺកាពះអាចឲ្យខ្ញុំញ៉ាំអីក៏បានដែលអត់ចាំបាច់បារម្ភថ្នាំកាពះពេបំបត្តិឈឺកាពះលឿននិងមានប្រសិទ្ធភាពយូរអញ្ចឹងពីខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ